ពីមុនបងក្បត់អូនតែពេលនេះគេក្បត់បងវិញទុំបងនៅស្រលាញ់ក៏គេដេញឲ្យបងទៅគេនឹងមិនចេញស្មុងមិនចេញធ្វើមនុស្សត្រឹមត្រូវក៏មិនឲ្យបងនៅធ្វើមនុស្សស្មងដែរបែកគេក៏នឹកអូនសុំទងស្គួននៃរឿងគ្រប់យ៉ាងតែពីមុនក្អេងក្អាងពេលមានគេហ៊ានដៀលអូនស្រែដល់ពេលនេះដឹងខ្លួនខំក៏ជាពេលមិនអាចក្បែរចិត្តចង់បងក្រោយដែរតែសែនខ្មាំងអូនមិនមែនអូនមិនដល់គេព្រោះបងទេអោបគេភ្លេចស្គួនឃើញគេលយក៏ផងខ្លួនទុកឲ្យអូនឈឺចាប់ម្នាក់ឯងបងពីមុនឈួតបាត់ហើយគ្មានថ្ងៃឡើយធ្វើសងសាទៀតទេសោកបងទៅឆាប់មានគេបងសុំតែនឹកអូនក្រោយខ្នង My God សួស្ដីបងប្អូនគ្នា អូនធ្វើបងប៉ះរោមហ្មង អូនឈ្មោះអី បាទខ្ញុំឈ្មោះតារាបង តារាហើយអាយុប៉ុន្មានហើយ ឆ្នាំនោះ22បង តែយ៉ាងណាក៏ដោយខ្ញុំក៏ជូនពរបងអូនជាមួយទៅខូចទាំងពីរដែលគាត់ជួយទទួលយកនោះហើយបងអូននឹងទទួលបានខូចម្នាក់ណាដែលបងអូនពេញចិត្តនឹងស្រឡាញ់ហើយយ៉ាងណាបងក៏ជូនពរឲ្យបងអូនទទួលជោគជ័យផងដែរចាអរគុណច្រើនអរគុណ បាទអរគុណអរគុណ សួស្ដីតារា បាទសួស្ដី បា ប ទ ង ស្រុកកំណើតនៅទីណាដែរ កំពង់សោមបង កំពង់សោមណា បាទ អ្នកសមុទ្រ ចង់ប្រាប់ថាតាំងពីបងអង្គុយលើកៅអី The Voice មកបងស្ដាប់បេក្ខជនដែលបងព្រឺរោមគឺអូន បងនិយាយតាមត្រង់ហ្មងគឺថាសំឡេងអូនរំជួលអារម្មណ៍មែនទែនពីរោះខ្លាំងមែនទែនចេញមកភ្លាមមានភាពជឿជាក់អត់ភ័យសមជាអ្នកចម្រៀងទាំងការធ្វើខ្លួនអូខេអ្វីដែលសំខាន់បងចង់បានតារាមកក្នុងក្រុមរបស់បង សម្រាប់បងក៏ចង់បានបងអូនដូចគ្នានៅក្នុងក្រុមរបស់បង បាទបងចង់បានខ្លាំងមែនទែនហើយមួយទៀតសម្លេងរបស់បងអូនបងជឿជាក់ថានឹងអាចល្អជាងនេះទៅទៀតនៅពេលដែលបងវឹកហាត់បងអូនក៏ដូចជាលោកគ្រូក៏ដូចជាអ្នកដែលមានជំនាញជាច្រើននៅជាមួយបងគាត់នឹងផ្ដល់បទពិសោធន៍ទាំងប្រមាណដល់បងអូនបងសន្យាហើយសម្លេងអូនពិតជាអស្ចារ្យមែនទែនបងចង់ប្រាប់ថា គ្រាន់តែបងលឺខ្ញុំគឺបងចុចអ្នកដែលចុចគឺបងមុនគេបងជឿជាក់លើសម្លេងបងអូន អ្នកដែលចុចមុនចុចក្រោយមិនប្រកាសថាជាជំនឿរបស់បងអូនទេ ក៏ប៉ុន្តែគាត់មិនតន់ដល់ air ដល់កន្លែងដែលត្រូវស្រែកមកខ្ញុំយកគាត់បាត់ទៅហើយហ្នឹង ក៏ប៉ុន្តែអ្វីដែលសំខាន់គឺមូលហេតុដែលបងចុចគាត់ក្រោយ គាត់ជាម្ចាស់ពៀន គឺបងចង់ស្ដាប់ឲ្យច្បាស់បងចង់ឲ្យខ្លួនឯងមានភាពច្បាស់លាស់ជាងនេះ yes សម្រាប់មកយកឃើញថាតារាមានសម្លេងមូលល្អសម្លេងស្ដាប់មកគឺមានកម្លាំងហើយជាពិសេសគឺបងអូនស្រែកបានល្អព្រោះថាបទនេះតឹងខ្លាំងអូនស្រែកបានល្អអត់បែក បាទខ្ញុំក៏និយាយដែរមែនហ្នឹងបងស្រែកបានល្អបាទក៏ស្រែកបានល្អ ហ៎ ឥឡូវខ្លាចជារឿងនិយាយក្រោយខ្ញុំមកឃើញទេ ចា អូខេបងអូនសមត្ថភាពនៅក្នុងពេលនេះគឺបងអូនធ្វើបានល្អឥតខ្ចោះដែលធ្វើឲ្យទស្សនិកជននៅក្នុងទីនេះមានភាពរំភើបភ្ញាក់ផ្អើល អត់ជាប់កៅអីហ្មងណាគ្រប់គ្នា អត់ជាប់កៅអី ចា បងចង់និយាយប្រាប់ថាបងអត់ចង់ឲ្យបងអូនទទួលការស្ដាប់ច្រើនទេពីព្រោះបងក៏ចង់បានរាជក៏ចង់បានប៉ុន្តែអ្វីដែលសំខាន់សម្រាប់បងអូនគឺការពិចារណាដ៏ត្រឹមត្រូវមួយ អូខេ ចាតារាការបកស្រាយបទចម្រៀងបានល្អហើយធ្វើឲ្យទស្សនិកជនរបស់យើងនៅក្នុងពេលនេះមិញហ្នឹងគឺហូរទះដៃឲ្យតារាគ្រប់គ្នាប៉ុន្តែខ្ញុំចង់ឲ្យតារាមានការរៀបចំខ្ពស់ជាងនេះតទៅទៀតពីព្រោះសម្លេងតារាខ្លាំងល្អហើយច្រៀងមានកន្លែងផ្អែមក៏មានកន្លែងក៏មានកន្លែងសតុនហើយអាចធ្វើបានល្អនៅក្នុងបទចម្រៀងមួយបទនេះខ្ញុំចង់ស្ដាប់តារាច្រៀងបទផ្សេងទៀតនៅពេលវគ្គក្រោយៗ
ចង់ដឹងការអភិវឌ្ឍរបស់តារាបែបណាក៏ប៉ុន្តែតារាធ្វើបានល្អនៅក្នុងថ្ងៃនេះហើយខ្ញុំសម្លឹងឃើញខូចមួយដែលអាចជួយតារាដើរទៅបន្តនៅក្នុងវគ្គបន្តទៀតអាចសម្រេចចិត្តបាននៅក្នុងពេលបន្តិចទៀតនេះកុំសម្រេចចិត្តខុសអូខេ បាទបង ចា អរគុណកញ្ញាដែលបានផ្ដល់យោបល់ដល់គាត់គាត់គួរតែជ្រើសយក ខ្ញុំជូនពរឲ្យរាជឲ្យគាត់ជ្រើសរើសយករាជខ្ញុំជូនពរ បាទ ណា បងពិតជាចង់បាន ចាក៏ប៉ុន្តែនៅពេលនេះគឺប្អូនជាអ្នកសម្រេចចិត្តជ្រើសរើសយកអ្វីដែលខ្លួនឯងគិតថាជាតម្រូវការនឹងអាចនាំប្អូនដឹកដៃប្អូនទៅរកភាពជោគជ័យបានចាអ្វីដែលសំខាន់បំផុតការសម្រេចចិត្តមួយនេះគឺសំខាន់បំផុតសម្រាប់ប្អូនមើលទៅលើភាពជោគជ័យរបស់កូនតើប្អូនសម្រេចចិត្តទៅលើអ្នកណាអញ្ចឹងសូមអញ្ជើញប្អូនជ្រើសរើស បាទបងបងនិយាយចំពោះខ្ញុំគឺខ្ញុំស្រឡាញ់ទាំងអស់បងខូចទាំង4 ចា ប៉ុន្តែគាត់ជួយតែ2អញ្ចឹងខ្ញុំត្រូវជ្រើសបានទំនង2នាក់ ចា 2នាក់ខ្ញុំអាចជ្រើសបានម្នាក់ ចាគិតឲ្យបានត្រឹមត្រូវអូន បាទខ្ញុំសុំទោសអ្នកដែលខ្ញុំអត់បានជ្រើសរើសមុនណាបង ចា ព្រោះខ្ញុំពិតជាបាក់សម្រាប់ចិត្តខ្លាំងណាបងព្រោះបងរីកក៏ខ្ញុំស្រឡាញ់ហើយបងរិទ្ធក៏ខ្ញុំស្រឡាញ់ហើយខ្ញុំ fan គាត់ទាំងពីរ បាទ ប៉ុន្តែគេតម្រូវខ្ញុំរើសគេតែមួយ ចា ចឹងគឺខ្ញុំគឺពិតជាបាក់សម្រាប់ចិត្តខ្លាំង I love you បាទអញ្ចឹងខ្ញុំសុំទោសរិទ្ធបងខ្ញុំយករៀន អរគុណបងស្លាញ់លេងខ្លួនឯងខ្លាំងមែនទែនអរគុណអូនជូនពរឲ្យជោគជ័យអរគុណ អរគុណច្រើន អរគុណជូនពរស្រឡាញ់សម្លេង អរគុណបាទអរគុណដល់បងដែលបានជ្រើសយកបងអរគុណទៅដល់អ្នកដែលជំរុញទឹកចិត្តគាត់ អមសាទរបាទតារាអមសាទរ ពិតជាចំណែករាជណា សម្លេងគាត់ពិតជាពិរោះមែនទែន អរគុណអ្នកចាស់ខ្ញុំទាំងអស់ដែលបានផ្ដល់ក្នុងលើកទឹកចិត្តជំរុញឲ្យខ្ញុំមកទាំងអ្នកធ្វើការរបស់ខ្ញុំទាំងមិត្តភក្តិខ្ញុំទាំងអស់គឺខ្ញុំអរគុណខ្លាំងមែនទែន ខ្ញុំដឹងពីអារម្មណ៍សប្បាយចិត្ត ខ្ញុំសប្បាយចិត្តខ្លាំងមែនទែនអ្វីដែលសប្បាយចិត្តជាងនេះគឺបងប្អូនជួយជំរុញទឹកចិត្តគាត់ អរគុណច្រើនតារាអរគុណជូនពរបងប្អូនឲ្យឈ្នះនៅក្នុងវគ្គក្រោយបន្តទៀតខ្ញុំតែបងអាចធ្វើបានណាបងណាអរគុណបាទអរគុណច្រើន